មើលបងអូនមានចំណុចអីដែលចង់ផ្ដាំទៅយុវជនយើងថាយើងកើតមកជាយុវជនហើយជាខ្មែរខ្លាំងតែយើងគួរធ្វើអី បាទជាចុងក្រោយបងណា បន្តទៀតក៏បានដែរអត់អី អ្វីដែលជាសារសម្រាប់ខ្ញុំសម្រាប់យុវជនខ្ញុំមើលឃើញថាបច្ចុប្បន្ននេះយុវជនយើងគាត់ចាប់ផ្ដើមមានការស្នេហាជាតិការស្រឡាញ់ជាតិខ្លាំង បាទ ប៉ុន្តែសូមមេត្តារក្សានៅការស្រឡាញ់របស់យើងឲ្យថិតថេរឲ្យគង់វង្សសូមមេត្តាកុំឲ្យដោយសារតែបញ្ហាមួយចំនួនធ្វើឲ្យយើងផ្លាស់ប្ដូរ ចឹងបន្តនៃការរក្សាស្រឡាញ់ជាតិរបស់យើងមាតុភូមិរបស់យើងដើម្បីយុវជនជំនាន់ក្រោយរបស់យើងកើតជាមនុស្សបើត្រឹមតែមានលុយចាយអាហារ3ពេលខ្ញុំជឿជាក់ថាបងប្អូនមានសមត្ថភាពខ្លាំងណាស់បងប្អូនមានសមត្ថភាពលើសពីនឹងខ្លាំងណាស់ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាយកសមត្ថភាពចំណេះដឹងដែលយើងមានដែលយើងមានសមត្ថភាពនឹងសូមមេត្តាយកទៅប្រើប្រាស់ដើម្បីយុវជនជំនាន់ក្រោយយើងដើម្បីសង្គមយើងពីព្រោះ ពេលវេលានេះមិនមែនជាពេលវេលាដែលយើងត្រូវប្រកួតប្រជែងគ្នាឯងទេជាពេលវេលាដែលយើងត្រូវចាក់ចែងហើយបង្ហាញពិភពលោកថាយើងមានសមត្ថភាពគ្រប់គ្រាន់ប្រជាជនខ្មែរមានលទ្ធភាពគ្រប់គ្រាន់មិនមែនដូចអ្វីដែលគេមើលងាយយើងទេការខឹងគេកុំបំផ្លាញខ្លួនឯងតែការខឹងគេមកបដូរមកជាការអភិវឌ្ឍចំណេះដឹងសមត្ថភាព ពេលបងប្អូនទាំងអស់គ្នាមានលុយកុំបង្ហាញឲ្យគេឃើញពីការប្រើប្រាស់លុយតែបង្ហាញឲ្យគេឃើញអំពីចំណេះដឹងនិងសមត្ថភាពរបស់យើងអានឹងបានជាភាពអស្ចារ្យដែលយើងអាចប្រកួតប្រជែងជាមួយគេឈ្នះទោះបីបងប្អូនមានលុយមានរបស់ទំនើបទៅបង្អួតគេអានឹងគឺជាភាពល្ងងខ្លៅរបស់យើងដែលយើងយកទៅបង្ហាញគេប៉ុន្តែបងប្អូនមានចំណេះដឹងមានសមត្ថភាពមានបទពិសោធន៍ដែលល្អយកទៅបង្ហាញគេយកទៅចែករំលែកគេ you so amazing all of you so amazing បាទ ពិតជាបណ្ដាំដ៏ល្អយុវជនចំនួនក្រោយហើយបើម្ដាយបានស្ដាប់អាច share ផ្ញើសារសម្ដីនេះទៅដល់កូនឲ្យកូនស្ដាប់ដើម្បីប្រទេសជាតិមិនមែនដើម្បីបាយ3ពេលហើយដើម្បីបង្អួតលុយកាក់នោះទេលុយកាក់បងប្អូនអាចបាត់បង់ប៉ុន្តែចំណេះដឹងមិនអាចបាត់បង់ទេស្នេហាជាតិក៏មិនអាចបាត់បង់បានដែរបើយើងបាត់បង់ប្រទេសជាតិគឺស្មើនឹងបាត់បង់រូបយើងជាងយើងការពារប្រទេសជាតិយើងឲ្យគង់វង្សដើម្បីប្រទេសជាតិយុវជនយើងត្រូវតែសាមគ្គីគ្នាបាទដោយខ្ញុំបានជម្រាបជូនមិញអញ្ចឹងថាអាវុធដែលខ្លាំងអស្ចារ្យនៅលើលោកមិនមែនមីស៊ីលទេ